ធរស្រុកបាណន់ខេត្តបាត់ដំបងសម្រេចបិទសាលារៀន83ខ្នងបណ្ដោះអាសន្នក្រោយពីទាហានថៃប្រើយន្តហោះទម្លាក់4គ្រាប់ចូលទីតាំងប្រជាពលរដ្ឋរស់នៅលោកស្រីសុខាអភិបាលស្រុកបាណន់បានសម្រេចបិទភ្លាមនៅសាលារៀនចំនួន83ខ្នងក្រោយពីទាហានថៃបានប្រើយន្តហោះទម្លាក់គ្រាប់ចូលទីតាំងជនស៊ីវិលរស់នៅក្នុងភូមិសាស្ត្រស្រុកបាណន់នាម៉ោងប្រមាណ10ព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025បាទអត់អីទេណែស្ថានភាពពេលនេះគឺយើងស្ងប់ស្ងាត់ប៉ុន្តែវាយើងឲ្យពលរដ្ឋណែនៅជុំវិញកន្លែងហ្នឹងគឺគាត់មិនឲ្យទេគាត់នាំគ្នារត់ចេញបាទគាត់រត់ចេញជិះទៅឆ្ងាយហើយมันមានគ្រោះថ្នាក់ដល់ជីវិតបងប្អូនជាពលរដ្ឋណាទេបាទមានរបួសក៏អត់អីក៏អត់ទីតាំងវាមកទីតាំងទៅប្រកបទីតាំងស្ថិតនៅក្នុងភូមិអន្តជិតបាទភូមិអន្តជិតឃុំឈើទាលស្រុកបាណន់តំបន់ប្រជាពលរដ្ឋរស់នៅ4គ្រាប់ប្រកាស4គ្រាប់4គ្រាប់ហើយចុះប្រជាពលរដ្ឋសិស្សានុសិស្សត្រូវបានរៀបចំយ៉ាងម៉េចទៅបាទខ្ញុំបន្ទាប់ពីមានការផ្ទុះចឹងទៅវាផ្អើលខ្លាំងដល់សិស្សានុសិស្សគឺយើងបានបិទសាលាភ្លាមគាត់បានចាក់ចេញទៅតាមលំនៅឋានដោយសុវត្ថិភាពបាទបិទសាលាទូទាំងស្រុកបាណន់តែម្ដងឬបិទទៅប្រមាណបាទយើងបិទសិនបាទបិទជាបដោះសន្នបិទបដោះសន្នទាំងអស់បាទនៅស្រុកបាណន់ប្រមាណសាលាទេលោកបាទ83សាលាទាំងមានសាលាវិទ្យាល័យវិទ្យាល័យចំនួន3អនុវិទ្យាល័យចំនួន10បឋមសិក្សាចំនួន68បាទសិស្សានុសិស្សដូចជាជាង 20000 នាក់នៅក្នុងឆ្នាំសិក្សាថ្មីនេះខ្ញុំអត់ច្បាស់ទេបាទលោកស្រីសុខាអភិបាលស្រុកបាណន់បានបន្ថែមថាក្រោយពេលទាហានថៃទម្លាក់គ្រាប់ចូលភូមិសាស្ត្រប្រជាពលរដ្ឋរស់នៅក្នុងភូមិអនិច្ចិតឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋផ្អើលរត់ចេញពីភូមិនិងសិស្សសាលាក្បែរនោះផ្អើលរត់ចេញពីសាលាដោយការភ័យខ្លាចលោកយីសុងគីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានបញ្ជាក់ថាមន្ទីរមិនទាន់ប្រកាសជាផ្លូវការក្នុងការបិទសាលារៀនបន្ថែមទៀតនោះទេដោយមន្ទីរកំពុងសុំគោលការណ៍រដ្ឋបាលខេត្តនិងពីក្រសួងនៅឡើយលោកបន្ថែមថាការសម្រេចបិទសាលារៀន83ទីតាំងរបស់រដ្ឋបាលស្រុកបាណន់គឺជាសិទ្ធិសម្រេចរបស់លោកក្នុងនាមជាអាជ្ញាធរដែនដីដែលគាត់គ្រប់គ្រងផ្ទាល់បាទយើងពងតាសុំគោលការណ៍ពីរដ្ឋបាលខេត្តពីអាដាមបាលខេត្តហើយនឹងសុំគោលការណ៍ពីអាដាមរដ្ឋាភិបាលតែយើងអត់ទាន់បានចេញជាលិខិតផ្លូវការឡើយដោយសារយើងរងចាំស្ថិតស្ថេរភាពការតិចប៉ុន្តែចំពោះមុខនេះគឺសិស្សានុសិស្សលោកគ្រូយើងនៅស្រុកបាណន់បាទហើយនៅបណ្ដាស្រុកមួយចំនួនទៀតគឺបានចេញបាទមានន័យថាម៉ោង10ហ្នឹងគាត់ចេញបញ្ញាទៅផ្ទះហើយអាសៀលនេះយើងអត់ដឹងថាគាត់អាចត្រឡប់ទៅវិញបានទេប្រហែលជាគាត់មិនទាន់មានទៅទេអញ្ចឹងនៅលើការសម្រេចរបស់សាលារៀនហើយនឹងអាណាព្យាបាលសិនចំពោះការប្រកាសព័ត៌មានជាផ្លូវការផ្អាកនោះយើងសូមពងតែពិនិត្យមើលស្ថានភាពហើយនឹងសូមគោលការណ៍ពីថ្នាក់លើហ្នឹងហើយបាទបើតាមលោកអភិបាលស្រុកបាណន់គាត់ថាឲ្យផ្អាក83សាលាបដោះអាសន្នសិនអញ្ចឹងបាទហ្នឹងលោកអាចសម្រេចតាមស្ថានភាពរបស់លោកទៅព្រោះលោកនៅផ្ទាល់អញ្ចឹងណាហ្នឹងហើយប៉ុន្តែសម្រាប់ការចេញផ្អាកគឺយើងនៅរងចាំមើលស្ថានភាពហើយនឹងការណែនាំពីថ្នាក់លើអ្នកទីនោះគាត់អាចសម្រេចចិត្តជាក្នុងនាមអាជ្ញាធរដែនដីហើយអ្នកនៅផ្ទាល់អញ្ចឹងណាប៉ុន្តែខ្ញុំបានណែនាំឲ្យសាលារៀនយើងដែលតាក់ទងមួយការធ្វើតេស្តការប្រឡងឲ្យផ្អាកសិនដោយសារភាពការវាប្រែប្រួលចឹងណាបើតាមក្រសួងការពារជាតិនៅវេលាម៉ោង10នាទីថ្ងៃទី24ខែធ្នូ2025យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលក្នុងភូមិដែលប្រជាជនកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាស្ថិតនៅភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងក្រសួងការពារជាតិបញ្ជាក់ថាសកម្មភាពខាងលើជាការវាយប្រហារដល់កំរោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិបើតាមរបាយការណ៍ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងឲ្យដឹងថាសាលារៀនចាប់ពីថ្នាក់បឋមរហូតដល់វិទ្យាល័យនៅស្រុកជាប់ព្រំដែនចំនួន4មានស្រុកកំរៀងស្រុកភ្នំព្រឹកស្រុកសំពៅលូននិងស្រុកសំឡូតសាលារៀនចំនួន241សាលាត្រូវបានបិទទ្វារសិស្សជាង40000នាក់និងគ្រូជិត1800នាក់ត្រូវបានប៉ះពាល់ការសិក្សានិងការបង្រៀន